ការសិក្សាថ្មីបានបង្ហាញថាខ្យល់ពុលបង្កើនហានិភ័យធំកើតជំងឺធ្លាក់ទឹកចិត្តដកដង្ហើមស្រូបខ្យល់ពុលរយៈពេលយូរនឹងបង្កើនគ្រោះហានិភ័យខ្លាំងកើតជំងឺធ្លាក់ទឹកចិត្តនេះបើតាមការសិក្សាថ្មីដែលជាភស្តុតាងថ្មីបន្ថែមទៀតបញ្ជាក់អំពីឥទ្ធិពលអាក្រក់នៃខ្យល់ពុលចំពោះសុខភាពខួរក្បាលតើការសិក្សាពន្យល់អំពីហានិភ័យខ្យល់ពុលចំពោះសុខភាពផ្លូវចិត្តយ៉ាងដូចម្តេចខ្លះនេះមិនមែនជាលើកទី1ទេដែលអ្នកសិក្សាស្រាវជ្រាវអំពីគ្រោះថ្នាក់នៃខ្យល់ពុលចំពោះសុខភាពខ្យល់ពុលធ្វើឲ្យមនុស្សស្លាប់មុនអាយុខ្យល់ពុលធ្វើឲ្យមានការរោលនិងរលាកដល់សរីរាង្គកាយមនុស្សដែលបង្កផលប៉ះពាល់ដូចជានាំឲ្យមានបញ្ហាផ្លូវដង្ហើមរ៉ាំរ៉ៃហឺតមហារីកគ្រោះថ្នាក់ស្ទះឬដាច់សរសៃឈាមខួរក្បាលព្រមទាំងជំងឺបេះដូងជាដើមនៅលើកនេះអ្នកស្រាវជ្រាវបាននាំមកបន្ថែមឲ្យបានកាន់តែច្រើនឡើងនៅភស្តុតាងដែលជំរុញឲ្យយើងត្រូវតែព្រួយបារម្ភអំពីឥទ្ធិពលនៃខ្យល់ពុលចំពោះសុខភាពផ្លូវចិត្តបន្ថែមពីលើសុខភាពផ្លូវកាយដូចបានរៀបរាប់ខាងលើខុសពីការសិក្សាមុនអ្នកស្រាវជ្រាវចាប់អារម្មណ៍ខ្លាំងលើឥទ្ធិពលអាក្រក់នៃការស្រូបខ្យល់មានជាតិពុលរយៈពេលយូរមកលើសុខភាពផ្លូវចិត្តនិងសាកល្បងវិភាគមើលការស្រូបធាតុពុលក្នុងខ្យល់ច្រើនមុខអ្នកស្រាវជ្រាវបានវិភាគអត្រាធាតុពុល3យ៉ាងគឺធាតុល្អិតតូចឆ្មាក្នុងខ្យល់ឬហៅថា particle fine PM 2.5 និង PM 10 deoxydazote NO2 និង monoxide d'azote NO ដែលបញ្ចេញច្រើនដោយរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មនិងដោយចរាចរណ៍ផ្លូវថ្នល់ដូចជារថយន្តម៉ូតូផ្លូវហុយដីសំណង់ជាដើមនៅក្នុងការសិក្សាទី1អ្នកស្រាវជ្រាវបានវិភាគតាមដានរយៈពេលប្រមាណ11ឆ្នាំសុខភាពរបស់ប្រជាពលរដ្ឋប្រមាណ 39,000 នាក់រស់នៅក្នុងប្រទេសអង់គ្លេសដែលប្រឈមនឹងការស្រូបខ្យល់ពុលក្នុងកម្រិតផ្សេងគ្នាទៅតាមទីតាំងស្នាក់នៅរបស់ពួកគេជាលទ្ធផលអ្នកប្រឈមនឹងខ្យល់ពុលច្រើនមុខរយៈពេលយូរមានគ្រោះធំងាយកើតជំងឺធ្លាក់ទឹកចិត្តនិងថប់បារម្ភហើយអ្វីដែលគួរឲ្យព្រួយបារម្ភខ្លាំងនោះហានិភ័យដែលគេសម្គាល់ឃើញមិនមែនជាហានិភ័យបែបសមាមាត្រទេពុលគឺហានិភ័យឡើងខ្ពស់ខ្លាំងតែម្ដងភ្លាមគ្រាន់តែបានស្រូបកំហាប់ជាតិពុលក្នុងអត្រាដ៏ទាបសោះនៅក្នុងការសិក្សាទី2អ្នកស្រាវជ្រាវចង់ដឹងថាតើផលវិបាកនៃខ្យល់ពុលក្នុងបរិយាកាសបង្កើតឲ្យមានវិបត្តិធ្លាក់ទឹកចិត្តយ៉ាងដូចម្តេចនៅពេលអនាគតការសិក្សាផ្ដុំលើឥទ្ធិពលអវិជ្ជមានរបស់ធាតុពុលល្អិតឆ្មា PM 2.5 និង PM 10 deoxydazote NO2 និងធាតុពុលអូโซន O3 ចំពោះសុខភាពផ្លូវចិត្តរបស់មនុស្សចាស់ចាប់ពីអាយុ64ឆ្នាំឡើងទៅអ្នកស្រាវជ្រាវបានប្រើទិន្នន័យសុខភាពរបស់ស្ថាប័នធានារ៉ាប់រងសុខភាពជាតិ Medicare សម្រាប់មនុស្សចាស់អាមេរិកនិងបានសិក្សាលើប្រជាជនចំនួន 8,900,000 នាក់ក្នុងនោះ 1 លាននាក់កន្លះកើតជំងឺធ្លាក់ទឹកចិត្តបើតាមការសម្គាល់ខ្យល់ពុលធ្វើឲ្យងាយមានជំងឺធ្លាក់ទឹកចិត្តជាពិសេសសម្រាប់អ្នកងាយរងគ្រោះដែលត្រូវប្រឈមនឹងធាតុល្អិតឆ្មានិង deoxydazote ហួសកម្រិតសុវត្ថិភាពជាលទ្ធផលនៃការសិក្សាទាំងពីរនេះបានបង្ហាញជាថ្មីឲ្យឃើញដូចគ្នាអំពីទំនាក់ទំនងរវាងកម្រិតកំហាប់ជាតិពុលក្នុងខ្យល់បរិយាកាសនិងការរលាកនៅក្នុងខួរក្បាលហើយការរោលរលាកមានតាក់ទងច្បាស់ណាស់នឹងជំងឺធ្លាក់ទឹកចិត្តនេះបើតាមប្រសាសន៍របស់លោកសាស្ត្រាចារ្យ Olivier Robinson ជំនាញប្រព័ន្ធប្រសាទនិងសុខភាពផ្លូវចិត្តនៅសាកលវិទ្យាល័យ College ក្រុងឡុង 99% នៃមនុស្សលើផែនដីស្រូបខ្យល់ពុលក្នុងកម្រិតដ៏គ្រោះថ្នាក់អ្នកស្រាវជ្រាវយល់ថាពិភពលោកគួរតែកំណត់វិធានឬបទដ្ឋានគុណភាពខ្យល់បរិយាកាសយ៉ាងតឹងតែងបំផុតព្រោះបើតាមម្ចាស់ការសិក្សាទាំងពីរបទដ្ឋានសុវត្ថិភាពនៃគុណភាពខ្យល់បរិយាកាសរបស់បណ្ដាប្រទេសជាច្រើននៅលើពិភពលោកសប្តាហ៍ថ្ងៃនេះនឹងមានលក្ខណៈអន់ជាងអនុសាសន៍ណែនាំចុងក្រោយរបស់អង្គការសុខភាពពិភពលោកកាលពីឆ្នាំ 2021 ឆ្ងាយណាស់គេអាចកាត់បន្ថយធាតុពុលក្នុងបរិយាកាសបានដោយប្រកាន់នយោបាយនិងធ្វើវិនិយោគលើវិស័យដឹកជញ្ជូនបៃតងគ្មានបញ្ចេញផ្សែងពុលកាត់បន្ថយឧស្សាហកម្មធ្យូងថ្មឬមានចំណាត់ការសម្រាមក្នុងក្រុងបានល្អនេះសុទ្ធសឹងជាអនុសាសន៍របស់អង្គការសុខភាពពិភពលោកខ្យល់ពុលក្នុងបរិយាកាសជាតំណាងហានិភ័យបរិស្ថានដ៏ធំចម្បងមួយចំពោះសុខភាពសម្រាប់វិស័យសុខភាពសាធារណៈខ្យល់ពុលជាកត្តាហានិភ័យទី2នៃជំងឺមិនឆ្លងប៉ុន្តែមានប្រជាពលរដ្ឋរាប់ពាន់លាននាក់ជាង 6,000 ក្រុងក្នុងប្រទេស
ចំនួន117ពលគឺ99%នៃប្រជាពលរដ្ឋរស់លើភពផែនដីរស់ស្រូបខ្យល់ពុលក្នុងបរិមាណដ៏គ្រោះថ្នាក់ជារៀងរាល់ថ្ងៃនេះបើតាមទិន្នន័យឆ្នាំ2022របស់អង្គការសហប្រជាជាតិការរងគ្រោះពីខ្យល់បរិយាកាសពុលគ្មានសមភាពទេ89%នៃចំនួនមនុស្សស្លាប់មុនអាយុដោយហេតុដកដង្ហើមក្នុងខ្យល់ពុលជាង4លាន2សែននាក់ជាអ្នករស់នៅក្នុងប្រទេសក្រីក្រនិងមធ្យមតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិកខាងលិចបង្ខាត់ជីវិតធ្ងន់ធ្ងរជាងគេសូមអរគុណចំពោះការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយៗទៀត